បន្ទាប់ពីធ្វើការដឹកនាំក្រុមហង្សក្រហមលីវើពូលនៅក្នុងរដូវកាលដំបូងឲ្យទទួលបានជោគជ័យជាមួយនឹងការក្រងជើងឯកលីកកំពូលក្របខ័ណ្ឌអ៊ីងលីសព្រីមៀរលីកនៅពេលនេះលោកអាន់ស្លុតគឺទទួលបានការផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកម្ពុជារបស់ហង្សក្រហមលីវើពូលបាទគឺបានយកសោទៅចាក់ទូដៃបញ្ចេញកញ្ចប់ថវិកាជាច្រើនដើម្បីផ្ដល់ឲ្យលោកអាន់ស្លុតនឹងធ្វើការនាំយកកីឡាករណាដែលលោកពេញចិត្តមកពង្រឹងក្រុមបន្ថែមត្រៀមធ្វើការប្រកួតប្រជែងនៅក្នុងរដូវកាល2025-2026ខាងមុខនេះហើយក្នុងនោះដែរកីឡាករដែលលោកអាន់ស្លុតធ្វើការចង់នាំយកមកចូលពង្រឹងក្រុមហង្សក្រហមលីវើពូលនៅរដូវកាលក្រោយនោះគឺបច្ចុប្បន្ននឹងមាន5រូបហើយក្នុងចំណោម5រូបនោះបាទក៏មានកីឡាករមួយចំនួនត្រូវបានធ្វើការនាំយកមកដល់ជោគជ័យរួចរាល់ហើយផងដែរដែលក្នុងនោះទី1បាទគឺកីឡាករអ្នកចាំទី Masmat Dasili បាទដែលកីឡាកររូបនេះត្រូវបានបាទលោកអាន់ស្លុតបាទយកមកពីក្រុម Valencia ដែលក្នុងតម្លៃខ្លួននឹងគឺ30លានដុល្លារហើយទី2នោះគឺកីឡាករខ្សែការពារ Jeremy Frimpong បាទដែលត្រូវបានលោកអាន់ស្លុតធ្វើការនាំយកមកពីក្លឹប Leverkusen នៅក្នុងតម្លៃខ្លួន35លានដុល្លារហើយទី3បាទប្រិយមិត្តយើងទាំងអស់គ្នាគឺជាកីឡាករដែលលោកអាន់ស្លុតធ្វើការបាទទេទូរស័ព្ទទៅកីឡាករផ្ទាល់តែម្ដងបាទគឺកីឡាករ Florian Wirtz បាទដើម្បីបើកកិច្ចពិភាក្សាអំពីការផ្ទេរយកកីឡាករនេះពីក្លឹប Leverkusen ហើយឥឡូវនេះប្រិយមិត្តទាំងអស់គ្នាក៏ទទួលបានដំណឹងមកហើយថាកីឡាករ Florian Wirtz បានឆ្លើយ yes ជាមួយនឹងការមកចូលរួមជាមួយនឹងក្រុមហង្សក្រហម Liverpool បាទហើយបានបដិសេធជាមួយនឹងសំណើរបស់ក្លឹប Bayern Munich ហើយសម្រាប់តម្លៃខ្លួនត្រូវបានគេដឹងថាចន្លោះចាប់ពី130លានទៅ150លានប៉ុន្តែយ៉ាងណាដំណើរការនៃការពិភាក្សាក្នុងការនាំយកកីឡាករនេះកំពុងតែមានភាពល្អប្រសើរហើយនឹងសង្ឃឹមថាជោគជ័យនៅក្នុងពេលឆាប់ៗខាងមុខនេះហើយចំណែកឯកីឡាករទី4ប្រិមិត្តគឺជាខ្សែការពារសញ្ជាតិបាទហុងគ្រីបាទគឺកីឡាករ Melekes បាទដែលកំពុងតែស្ថិតនៅក្នុងការពិភាក្សាហើយការពិភាក្សានោះគឺកំពុងតែផ្ដល់ភ្លើងខៀវយ៉ាងល្អមែនទែននៅក្នុងការផ្ទេរមកចូលរួមជាមួយនឹងក្រុមហង្សក្រហមលីវើពូលនារដូវកាលក្រោយបាទហើយចំណែកឯតម្លៃខ្លួនរបស់កីឡាករខ្សែការពារស្លាប់រូបនេះគឺត្រូវបានគេដឹងថាមានតម្លៃ35លានអឺរ៉ូហើយចុងក្រោយប្រិមិត្តយើងគឺកីឡាករបាទ Victor Gyökeres ដែលជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹបបាទ Sporting CP បាទកីឡាកររូបនេះប្រិមិត្តយើងគឺត្រូវបានចាប់ផ្ដើមកិច្ចពិភាក្សាគ្នាហើយប៉ុន្តែយ៉ាងណាសម្រាប់ព័ត៌មានដែលបានផ្ដល់បាទមកគឺថាកីឡាកររូបនេះហាក់បីដូចជាមិនសូវជាពេញចិត្តប្រហែលទេនៅក្នុងការមកចូលរួមជាមួយនឹងក្រុមហង្សក្រហមលីវើពូលហើយក្លឹបដែលគេពេញចិត្តនោះគឺគេពេញចិត្តនៅក្នុងការទៅចូលរួមជាមួយនឹងក្លឹបកំភ្លើងធំ Arsenal នេះគឺជាកីឡាករទាំង5រូបដែលហង្សក្រហមលីវើពូលបាទនាំចូលមកបានជោគជ័យនិងបន្តចង់បានជាបន្តទៀតចាំមើលថាតើហង្សក្រហមលីវើពូលនឹងបន្តបាទចុះហត្ថលេខាយកកីឡាកររូបណាបានជោគជ័យខ្លះហើយចាំមើលថាតើរដូវកាលក្រោយហង្សក្រហមលីវើពូលនឹងល្អខ្លាំងប៉ុណ្ណាអរគុណសម្រាប់ការទស្សនាកុំភ្លេច follow ជួបគ្នានៅវីដេអូបន្ទាប់